មានសង្សារស្រឡាញ់គ្នាយូរហើយទីក៏ដឹងថាសង្សាររបស់អ្នកទាំងអស់គ្នាចង់បានអ្វីពីយើងតោះមកមើលសញ្ញាទាំងអស់នេះមួយនៅពេលដែលមានឱកាសនៅជាមួយសង្សាររបស់អ្នកទាំងអស់គ្នាតែពីរនាក់ដែលនាងបង្ហាញអាកប្បកិរិយាដូចជាលឹកមាត់ហើយភ្លាមនោះក៏សម្លឹងមកមើលយើងនេះគឺជាឱកាសរបស់យើងហើយនៅចាំការទៀតចាប់ថាប់នាងហ្មងទៅពីនៅពេលដែលសង្សាររបស់អ្នកទាំងអស់គ្នាកំពុងតែយំឬក៏ខូចចិត្តអ្វីមួយអ្នកទាំងអស់គ្នាគ្រាន់តែអបនាងថ្នមហើយមិនចាំបាច់និយាយអ្វីទាំងអស់3នៅពេលដែលសង្សាររបស់អ្នកសម្លឹងមកអ្នកយូរដោយទៅមុខញញឹមអ្វីដែលអ្នកទាំងអស់គ្នាគួរធ្វើគឺសម្លឹងទៅគាត់វិញហើយសួរគាត់ថាអនឯងចង់បានអីមែនតែបើសិនជាសង្សាររបស់អ្នកទាំងអស់គ្នាសម្លឹងមកអ្នកទាំងអស់គ្នាយូរដោយទៅមុខកំហឹងនៅចាំអីទៀតរត់ហ្មងទៅ4ពេលដែលចេញទៅក្រៅទីសាធារណៈជាមួយសង្សាររបស់អ្នកទាំងអស់គ្នាហើយនាងក៏មានអារម្មណ៍ថាមិនស្រួលចិត្តអ្វីមួយអ្នកទាំងអស់គ្នាគួរតែនៅពីក្រោយគាត់ឬក៏អបគាត់ថ្នមដើម្បីឲ្យគាត់មានអារម្មណ៍ថាសំណុកចិត្តនៅពេលដែលនៅជាមួយនឹងយើង5នៅពេលដែលនាងបង្ហាញថានាងចង់បានអ្វីមួយប៉ុន្តែធៀបពិតគឺនាងមិនចង់បាននោះទេប៉ុន្តែនៅពេលដែលនាងបង្ហាញថាមិនចង់បានអ្វីមួយនោះទេតែនាងបែរជាចង់បានទៅវិញតោះខមមិនទាំងអស់គ្នានៅខាងក្រៅនេះមកថាតើប្រមាណចំណុចនេះអ្នកទាំងអស់គ្នាដឹងប្រមាណ%ដែរបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តវីដេអូនេះកុំភ្លេច like follow subscribe ម្នាក់មួយផងណា